បាទជំរាបសួរពុកម៉ែបងប្អូនជាកសិករទាំងគ្នាបាទជាពិសេសបងប្អូនដែលវិជាស្វ័យកេរមិតខុសដៅបាទថ្ងៃនេះផងដែរខ្ញុំចុះមើលចំការរបស់លោកពូនៅសំអូនដែលនៅខាងខេត្តកញ្ចេះនៅតំបន់គេហៅថាតំបន់សក្រំហៅថាបើស្រុកវិញនៅស្រុកចិត្តបរិយបាទហើយចុះមើលស្វាយរបស់គាត់នេះបានន័យថាស្វាយរបស់គាត់បានជ្រើសរើសជីស្ដាយើងប្រើទាំងអស់តែម្ដងទាំងអកម៉ូនចាក់គល់ទាំងទាញផ្កាទាំងថែផ្កានិយាយទៅមួយសេតតែម្ដងគាត់ប្រើផងយើងអញ្ចឹងថ្ងៃនេះផងដែរគឺជាថ្ងៃទី23ខែ10ឆ្នាំ2025អញ្ចឹងដូចបងប្អូនជ្រាបស្រាប់ហើយមួយរយៈពេលចុងក្រោយនេះតាំងពីខែ9មកបើយើងនិយាយពីខែ9មកគឺភ្លៀងអុកចូលចិត្ត2ខែភ្លៀងជាប់រហូតតែម្ដងហើយស្វាយរបស់គាត់នេះគឺចេញចំកំឡុងពេលភ្លៀងខ្ទង់20ថ្ងៃមុនបាទអញ្ចឹងមើលសភាពស្វាយរបស់គាត់ឥឡូវនេះគឺមានរយដាច់ខ្លះហើយបាទរយដាច់ខ្លះហើយអញ្ចឹងមិនន័យថាមានក្បាលរយអញ្ចឹងមិនន័យថាក្បាលរយនេះគាត់បានន័យថាគាត់បុកបាញ់តែក្រុមជំងឺសត្វល្អិតគាត់ស្រូវថ្នាំពុលគាត់ស្រូវបានប្រើប្រាស់ជាមួយនឹងជីដោយសារជាធម្មតាពេលដែលអាកាសធាតុបែបហ្នឹងគាត់ស្រូវបាញ់ជីដោយសារតែមូលហេតុបើយើងបាញ់ជីទៅវាស្រូវទៀតកើតសម្រាប់ជីស្ដារបស់យើងគឺប្រភេទពួកក្រុមស្រីរៀងវាមិនប៉ះពោះទេប៉ុន្តែសួរតែបាញ់ពេលដែលអាកាសធាតុល្អនេះពេលដែលមានភ្លៀងធ្លាក់នេះអញ្ចឹងវាស្រូវទៀតកើតវាស្មើនឹងបាញ់ជីចោលឯងអញ្ចឹងបានគាត់បាញ់តែ3មុខឯងគឺជំងឺសត្វល្អិតហើយនិងថ្នាំពុលអញ្ចឹងបានថាស្វាយគាត់នៅស្រស់ល្អប៉ុន្តែគាត់ថាវាក្បាលរួយស្ទើរមិនថាវាឡើងអត់ទៅរួចទេដោយសារគាត់បានបាញ់ក្រុមជំងឺផងភ្លៀងអុកផងវាធ្វើឲ្យស្អុយក្បាលរួយអញ្ចឹងបានថាឥឡូវនេះយើងបានណែនាំឲ្យខាងគាត់បាញ់ជីរបស់យើងមិនថាគាត់ពីមុនគាត់បាញ់រហូតទេប៉ុន្តែគាត់ថាគាត់ដាក់លាយតិចតួចទេគាត់មិនលាយច្រើនទេប៉ុន្តែភាគច្រើនគឺអត់ធ្វើបាញ់ទេដោយសារតែភ្លៀងអុកខ្លាំងពេកគាត់ប្រើជំងឺសត្វលោកថ្នាំពុលទេអញ្ចឹងត្រឡប់មកវិញឥឡូវនេះយើងបានណែនាំឲ្យគាត់ប្រើជី2ទី1កំពុងបងឆាយផ្ការបស់យើងនេះបាទអញ្ចឹងជីរបស់យើងនេះគឺយើងបូក2ចូលគ្នាអញ្ចឹងបើយើងបូក2ចូលគ្នានេះពេលយើងបាញ់ទឹក2000លីត្រវាធ្វើឲ្យក្បាលរួយរបស់គាត់បាញ់មួយជើងធ្វើឲ្យក្បាលរួយអាពីផេនេះឡើងចន្លោតធំវិញឡើងលឿនវិញហើយរយៈពេលការបាញ់នេះគឺតែ5ថ្ងៃទៅ1អាទិត្យតែយើងបាញ់ម្ដងអញ្ចឹងយើងបាញ់តែម្ដងនេះគឺឡើងវិញហើយអញ្ចឹងឧបសគ្គមួយនេះយើងអាចជួយបានបើន័យថាជីរបស់យើងនេះពេលយើងបូកបាញ់2ចូលគ្នាដុសវាឡើងគុណ3វាធ្វើឲ្យស្វាយរបស់គាត់ឡើងក្បាលរួយលឿនវិញបើនេះពេញកម្លាំងវិញអញ្ចឹងបើគិតពីស្វាយរបស់គាត់20000ដើមនេះគឺផ្កាទាំងអស់តែម្ដងបាទផ្កាទាំងអស់តែម្ដងអញ្ចឹងការខូចខាតគឺតិចតួចបំផុតបើន័យថាគាត់ទប់ជាប់20ថ្ងៃជាងគាត់ទប់ជាប់អញ្ចឹងធ្វើឲ្យស្វាយគាត់អត់មានបញ្ហាគឺយើងមើលធៀបទៅអត់បញ្ហាគឺអាខ្លះរួយដាច់អាខ្លះឡើងក្បាលរួយប៉ុន្តែគ្រាន់តែភាគរយដែលឡើងក្បាលរួយដែលចន្លោតធំនោះវាទូចវាតិចជាងអាសួរចន្លោតដូចបងប្អូនឃើញនេះឃើញអត់នេះឃើញនៅផែអត់អញ្ចឹងនៅផែបើសិនយើងអត់បុកបាញ់ជី1000ឡើងវិញទេអញ្ចឹងការបុកបាញ់ជី1000ឡើងវិញលុះត្រាតែអាកាសធាតុល្អដែរបាទដូចបើថ្ងៃឥឡូវនេះថ្ងៃ23នេះអញ្ចឹងយើងបុកឡើងបាញ់ឡើងវិញវាដាច់ទឹកភ្លៀងអញ្ចឹងវាឡើងចាប់ដើមឡើងវិញហើយតែបើយើងអត់បាញ់អីសោះយើងទៅបាញ់ជំងឺទៀតស្វាយឡើងក្បាលរត់រួចទៅជាក្រហមខូចអានឹងមានបញ្ហាទៀតអញ្ចឹងកន្លែងនេះគឺគ្រោះថ្នាក់អញ្ចឹងបានយើងចុះមកនេះគឺធ្វើម៉េចណែនាំឲ្យគាត់បានប្រាស្រ័យបានត្រឹមត្រូវហើយឲ្យគាត់បាញ់ឡើងក្បាលរយឡើងវិញអញ្ចឹងបន្ទាប់ពីគាត់បាញ់បោកកម្ពុជាបងតែផ្កាជាមួយជីទឹកជាមួយជីគ្រាប់របស់យើងនេះគាត់បាញ់តែមួយជើងហើយបន្ទាប់មកទៀតជើងទី2គាត់បុកបាញ់តាកម្ពុជាបងតែផ្កាយើងឡើងវិញអញ្ចឹងធ្វើឲ្យស្វាយគាត់ឡើងក្តាប់ឡើងលឿនបាទឡើងជាក្តាប់លឿនអញ្ចឹងបាទកន្លែងនេះយើងចុះមកយើងមើលឃើញថាស្វាយមួយរយៈនេះជួបបញ្ហាឧបសគ្គមានតែ2ឯងបាទទី1អាកាសធាតុធ្វើទុកទី2គឺគាត់បាញ់ក្រុមថ្នាំពុលច្រើនពេកអញ្ចឹងវាធ្វើឲ្យក្តៅខ្សោយក្បាលរុយអញ្ចឹងសម្រាប់បងប្អូនប្រជាកសិករដែលមានបញ្ហាបែបហ្នឹងអាចជ្រើសរើសជីស្ដាបាទពីរនេះយកទៅប្រើបានអញ្ចឹងយើងប្រើអត់ប្រើច្រើនទេប្រើតែមួយជើងទេបាទប្រើតែមួយជើងហើយបានយើងដកអាក្រហមមិនได้ថាដកអាជីទឹកបាញ់តែជីកម្ពុជាបងតែផ្កាគឺឡើងទៅវិញឡើងក្តាប់លឿនទេបាទនេះជាចំណុចមួយដែលបងប្អូនត្រូវដឹងដែរដោយសារតែពេលខ្លះយើងបាញ់តែជំងឺថ្នាំពុលសត្វល្អិតអីតែប៉ុណ្្នឹងប៉ុន្តែយើងបានបុកជីវាធ្វើឲ្យឡើងក្បាលរត់រួចវាជាបញ្ហាមានផ្ការរួយដាច់តែអត់មានក្បាលរួយមានក្តាប់អញ្ចឹងបានយើងណែនាំថ្មិចឲ្យបងប្អូនបានប្រើប្រាស់ទៅឲ្យឡើងក្តាប់ឲ្យឡើងក្បាលរួយឡើងក្តាប់ឡើងវិញបាទអញ្ចឹងខ្ញុំត្រឡប់ក្រោយបន្តិចអញ្ចឹងស្វាយរបស់គាត់នេះពេលដែលពេញកំពុំគាត់បុកបាញ់ជីអញ្ចឹងដល់ស្វាយនេះគឺកម្លាំងពេញតែម្ដងហើយស្វាយនេះបើយើងគិតពីអាយុកាលវិញគឺ2-10ឆ្នាំទេបាទស្វាយនេះគាត់ដាំឆ្នាំ2013មកអញ្ចឹងវាចូល2025វា2-10ឆ្នាំហើយអញ្ចឹងមើលទៅស្ពានស្វាយរបស់គាត់នេះគឺបើគាត់បានប្រើប្រាស់ជីស្ដាទៅដើមមកឃើញថា2-10ឆ្នាំហើយតែស្លឹកដងដើមវិញដូចអាយុ7-8ឆ្នាំអញ្ចឹងគឺល្អមែនតើបាទអញ្ចឹងគាត់បានប្រើប្រាស់ទៅតាមស្តង់ដារក្រុមហ៊ុនជីស្ដាតាមត្រូវធ្វើឲ្យស្វាយរបស់គាត់ទោះបីជាជួបឧបសគ្គអាកាសធាតុមិនល្អប៉ុន្តែក៏នៅតែអត់ខូចខាតបាទនេះហើយដោយសារតែគាត់បានសហការជាមួយក្រុមហ៊ុនយើងបានណែនាំប្រាប់គាត់ទៅក៏គាត់បានធ្វើតាមក៏មើលឃើញលទ្ធផលជាក់ស្ដែងគឺ
ឥឡូវនេះគឺគាត់មើលឃើញថាទូបីមិនឡើងក្បាល100 100បានតែ50អាចឡោធំប៉ុន្តែអា50ទៀតគួរអត់តន់ខូចខាតក៏យើងបាញ់ឲ្យឡើងវិញរួចបាទអញ្ចឹងវីដេអូនេះអត់មានអីច្រើនទេមានតែប៉ុណ្ណឹងអញ្ចឹងជាចុងក្រោយសូមអរគុណបងប្អូនជាកសិករទាំងគ្នាដែលបានតាមដានមើលវីដេអូនេះបាទអញ្ចឹងអាចមើលបន្តិចទៅបាទមើលស្វាយគាត់ទាំងអស់តែម្ដងបាទមកជុំទៅតែម្ដងទៅគឺមានផ្ការីករយខ្លះរីកខ្លះមានក្បាលរយចលោតធំបាន50នៅ50ទៀតបាទយើងនិយាយថាប៉ុណ្ណឹងចុះអញ្ចឹងយើងត្រូវបុកបាញ់ជីបន្ថែមទៀតដើម្បីឲ្យឡើងក្បាលរយដាច់ទាំងអស់ធំលឿនដាច់ទាំងអស់តែម្ដងបាទគឺមើលគឺការច្រើនបាទចេញមកនេះគឺចូល100%ហើយគឺការទៅចេញមកមានក្បាលរយមានអីទាំងអស់ហ្មងបាទ